រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមេងកិត្តិយសលើកយកអក្សរសាស្ត្រមកបង្ហាញគឺប្រាស្នាដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយលើកកម្ពស់និងពង្រឹងការគិតពិចារណាទី2ចងចែករំលែកពីចម្ងល់និងបញ្ហាទាំងឡាយក្នុងជីវិតទី3ចង់ពញាក់ស្មារតីកូនខ្មែរឲ្យចេះដោះស្រាយបញ្ហាទី4ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកនៅចម្ងល់ជីវិតម៉ឺនសែនបញ្ហាដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅប្រស្នាទី18លើមិនខ្លាចទឹកក្រោមមិនខ្លាចភ្លើងផ្ទះបាយគ្រប់ផ្ទះសុទ្ធតែមានមួយនៅលើមិនខ្លាចភ្លើងនៅក្រោមមិនខ្លាចទឹកនៅលើមិនខ្លាចទឹកនៅក្រោមមិនខ្លាចភ្លើងផ្ទះបាយគ្រប់ផ្ទះសុទ្ធតែមានមួយប្រស្នានេះគឺគួមានន័យថាឆ្នាំងឬផើងអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកតើឆ្នាំងប្រើសម្រាប់ធ្វើអ្វីតើឆ្នាំងប្រើសម្រាប់ធ្វើអ្វីចូលរៀបរាប់ពីសារៈប្រយោជន៍នៃឆ្នាំងចូលរៀបរាប់ពីសារៈប្រយោជន៍នៃឆ្នាំងទី3តើនរណាចូលចិត្តប្រើឆ្នាំងជាងគេតើនរណាចូលចិត្តប្រើឆ្នាំងជាងគេអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសកជូបយៀននិងឧបាសិកាខីកាសេនៅខេត្តបាត់ដំបងលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាចម្ងល់ជីវិតនេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដោយចិត្តផងប្រាថ្នារាត្រីសួស្តីសូមជម្រាបលាចម្ងល់ជាគន្លឹះដំបូងឬជាការចាប់ផ្ដើមនៃការរីកចម្រើន